ការពីម្សិលហ្នឹងខ្ញុំបានអានបុកស៊ីងកាបូបថ្មីនេះហើយមានក្រុមការងារខ្ញុំម្នាក់គាត់មកខមមិនថាប្រោនស្អាតណាស់បងចឹងមើលទៅគេដូចជាស្រឡាញ់ហើយជឿគិតច្រើនកំង10កាបូបមកចែកម្នាក់មួយហ្មងទៅក្រោយពីឃើញវីដេអូរបស់ធីមខ្ញុំហើយមានបងប្អូនខ្លះគាត់ខមមិនថាចំណានកូនចៅបងណាស់ចង់បានមេដូចបងណាស់ឬក៏ចង់ធ្វើការមួយក្រុមបងណាស់តាមពិតទៅខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាក្រុមការងារដែលចូលមកធ្វើការងារមួយខ្ញុំហ្នឹងពួកគាត់មិនអង្គុយតែសប្បាយសើចដូចអ្នកទាំងអស់គ្នាឃើញគ្រប់ពេលទេខ្ញុំហ៊ាននិយាយថាពួកគាត់ហត់ណាស់បើខ្ញុំហត់មួយគិតមួយគាត់គិតដល់10ហើយបើខ្ញុំធ្វើ10គាត់ធ្វើដល់100អញ្ចឹងហើយបើអ្នកទាំងអស់គ្នាឃើញខ្ញុំទិញអីឲ្យក្រុមការងាររបស់ខ្ញុំតិចទិញនេះតិចទិញនោះមិនមែនដោយសារតែខ្ញុំចិត្តទលាយទេប៉ុន្តែដោយសារតែពួកគាត់ស័ក្តិសមនឹងទទួលបានស្មោះត្រង់ទៅផ្ដើមពីអ្នកសិល្បៈខ្ញុំមិនដឹងថាធ្វើជាមេគេបែបណាឬក៏មានក្រុមការងារក្នុង office បែបណាទេនិយាយកូនចៅលឺចោះប៉ុន្តែខ្ញុំគាត់តែដឹងថាខ្ញុំពិតជាមើលឃើញពីការខិតខំប្រឹងប្រែងរបស់ពួកគាត់ពេលដែលឃើញពួកគាត់ថយមកចំហៀនក៏ចេះតែដាស់តឿនពេលដែលល្អក៏ទៅសើមានអីលើទឹកចិត្តអញ្ចឹងទៅបើនិយាយថាកាដូទាំងអស់នេះវាគឺជាការទិញទឹកចិត្តវាដូចជាគាត់ស្ដាប់ទេតែវាក៏មិនខុសដែរកាលណាដែលធ្វើឲ្យក្រុមការងារសប្បាយចិត្តពួកគាត់មានអារម្មណ៍ថានៅកន្លែងការងារគឺជាផ្ទះគាត់ក៏អាចទុកខ្ញុំហើយនឹងប្តីខ្ញុំដូចជាម្ដាយឪពុកគាត់អញ្ចឹងមិនខ្លាចតែគោរពអញ្ចឹងនិយាយឲ្យគាត់ស្ដាប់ទៅគឺគ្មានកូនចៅណាដែលរស់នៅក្នុងសមាជិកគ្រួសារខ្លួនឯងហើយមិនខិតខំដើម្បីគ្រួសារខ្លួនឯងទេត្រូវតាលុចឹងវីដេអូនេះផ្ញើជូនជាពិសេសដល់ B Team បងអត់ដឹងថាតនេបានចូលមើលវីដេអូបងអត់ទេតែគាត់តែបងចង់ប្រាប់ថាបងអត់ដែលទុកអ្នកទាំងអស់គ្នាជាបុគ្គលិកឬក៏ជាកូនចៅទេគឺចាត់ទុកអ្នកទាំងអស់គ្នាដូចជាគ្រួសារបងអញ្ចឹងស្រឡាញ់គោរពដឹងគុណហើយក៏មិនចង់ឲ្យនៅក្នុងគ្រួសារមួយបែងចែកបាក់ពួកដូចជាកន្លែងគេដទៃដែរបងពិតជាចង់ឃើញអ្នកទាំងអស់គ្នាប្រឹងប្រែងអោបកសោបជ្រុំជ្រែងគ្នាខុសទោសអន់ចិត្តអីនិយាយគ្នាដោយត្រង់អត់មានបាក់ពួកនិយាយដើមគ្នាមិនសប្បាយចិត្តនឹងគ្នានិយាយមួយគ្នារកដំណោះស្រាយទាំងអស់គ្នានៅកន្លែងនេះបងមិនគ្រាន់តែចង់បានការងារដែលមានគុណភាពឬគ្រាន់តែចង់បានក្រុមការងារដែលមានសមត្ថភាពទេប៉ុន្តែបងពិតជាចង់បានក្រុមការងារមួយដែលស្រឡាញ់គ្នាហើយទុកគ្នាដូចជាគ្រួសារដូចដែលបងទុកអ្នកទាំងអស់គ្នាជាគ្រួសារបងអញ្ចឹងហើយបងពិតជាអត់ចង់ឃើញមានវត្តមានអ្នកណាម្នាក់ដើរចេញពី office នេះទេប៉ុន្តែបើសិនជាមានថ្ងៃហ្នឹងមែនក៏សង្ឃឹមថាការដើរចេញមួយនោះគឺដើរចេញដោយក្តីស្រឡាញ់មិនមែនដើរចេញដោយសារតែបញ្ហាហើយសូមចាំថាខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់ Love you អូយតែគូទៀត